ទៅសុំថតមួយគូផាន់ណាទៅវិញសោយទៀតទៅចៅក្រមត្រៀមប្រុងព្រឹបប្រកួតវាសនាគុណខ្មែរយន្ត8ទិសគូទី7ដែលជាគូមិត្តភាពអន្តរជាតិរវាងកម្ពុជាចិនទឹកទី1 ទឹកទី1 round 1គាត់មួយស្រាលធាក់មួយអាមរិនគាត់មួយអូយទាត់បាទអូយកញ្ចឹងកបាទលោករីគីបាទសំបីតែខ្ញុំក៏ញ័រជើងបំអញបកុលខៀវគាត់អត់នឹកស្មានទេអមាញ់នេះបាទអូយយបាទធ្ងន់បាទសម្រាប់អេអាមរិនភូថងអមាញ់នេះបាទគ្រាន់តែចូលមកភ្លាមបាទដើមទឹកកម្លាំងពុងពេញនេះរូបភាពយឺតបាទមួយជើងនេះអត់ទាន់អីទេបាទធ្លាក់ឃុំមួយជើងនេះទៀតប៉ាំងភ្លឹងនេះមួយជើងនេះរៀងវេបន្តិចហោះអូបាទទៅតែម្ដងបាទកន្លែងនេះបាទវាបាំងបន្តិចបាទទៅហើយបាទនេះសម្រាប់កីឡាករបាទពីបាទសាធារណរដ្ឋប្រជាមានិតចិនបាទអំបញ្ញមិញនេះគឺបាត់លុយចូលចំស្មារបស់គាត់ទេបាទមិនកញ្ចឹងកទេបាទប៉ាំងបាទដោយតាមជើងណែអាយ៉ាបាទជប់សិនបាទគាត់នៅវិលនៅឡើយទេបាទគាត់នៅវិលនៅឡើយបាទចាំមើលគាត់សម្រួលខ្លួនបន្តិចសិនបាទលោកគ្រូពេទ្យកំពុងតែជួយសង្គ្រោះបន្ថែមអញបាទអេអាមរិនបាទ6លាន6លាន40ម៉ឺនបាទអាណិតណាបាទពីរជើងអាមរិនបាទហើយអត់ទាន់បោកតម្លៃខ្លួនផងតែមិនទេណាអាមរិននេះហាត់តាំងពីក្មេងមកហើយពីរជើងបាញ់មិញគួរឲ្យកត់សម្គាល់ជើងដំបូងបាទប៉ាំងវេបន្តិចទៅចូលមកជើងទៀតហ្នឹងគឺទៅតែម្ដងបាទដោយតាមជើងបាទពីរជើងបាទសម្រាប់បាទអេអាមរិនភូថងបាទកីឡាករចិនគាត់កំពុងឆ្ងល់ដែរចុំហើយជើងបងធ្ងន់ម៉េះធ្ងន់តាំងពីឪបងបាទធ្ងន់តាំងពីលោកឪពុកបាទតែមិនអីទេឥឡូវគាត់ស្រួលបានបន្តិចមកវិញហើយបាទអញ្ចឹងឥឡូវនេះខាងក្រុមការងារជាពិសេសបាទលោកគ្រូពេទ្យសង្គ្រោះបឋមធ្លាក់ដៃបាត់ហើយបាទលោករីគេបាទដោយសារដៃរបស់គាត់បាញ់ហ្នឹងគឺបាំងអាចផ្លាត់ស្មាបាត់ហើយមើលទៅបាទអញ្ចឹងឥឡូវនេះដៃគាត់លើកលែងរួចហើយបាទមានលោកគ្រូពេទ្យដែរបាទជួយបាទសង្គ្រោះទាន់ពេលវេលាបាទនោះបាទម៉ាក់យាយនៅខេត្តស្វាយរៀងឧបត្ថម្ភអេអាមរិនមាន់ដុតមួយអ្នកទឹកចិត្តអ្នកស្វាយរៀងឃើញទេបាទថែមជាអំកេះទៀតទេបងបាទអាហ្នឹងរបស់យើងអូខេអាមរិនមាន់ទៅអាមរិនគាត់មាន់ទៅតែយើងជាក់យើងផ្សេងតាបាទតោះអរគុណច្រើនបាទអញ្ចឹងឥឡូវនេះបាទប្រកួតទុនទីជូនដល់គណៈកម្មការបច្ចេកទេសប្រកាសលទ្ធផលជាផ្លូវការ